ហើយថ្ងៃនេះជាសមិទ្ធផលមួយបន្ថែមទៀតនៃជំហានជាច្រើនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាយើងមិនជប់ទេយើងនឹងបន្តធ្វើដំណើរតទៅទៀតដើម្បីឲ្យប្រជាពលរដ្ឋអ្នករាជធានីភ្នំពេញអ្នកខេត្តកណ្ដាលកាន់តែមានភាពងាយស្រួលដើម្បីឆ្លើយតបទៅនឹងការកាន់តែរីកនៃតម្រូវការដោយសារប្រជាជនកាន់តែកើនចំនួនរថយន្តចំនួនតូចចក្រយានយន្តចំនួនមធ្យោបាយដឹកជញ្ជូនកាន់តែកើនតទៅទៀតអញ្ចឹងរាជរដ្ឋាភិបាលគ្មានពេលទៅអង្គុយត្រឹមតែគេថាយកប្រេងខ្យល់មកលាបខ្លួនទេឬមួយក៏ចេញផែនការដើម្បីហាមកុំឲ្យប្រជាជនមានកូនច្រើនឬហាមមិនឲ្យប្រជាជនមានឡានមានអីជាច្រើនដោយប្រទេសមួយចំនួនគាត់ដាក់កូតាប្រទេសមួយចំនួនឡានមួយឆ្នាំឲ្យមានតែប៉ុណ្ណេះចង់ឲ្យឡានថ្មីចូលទៅអាឡានចាស់ហ្នឹងប៉ុណ្ណេះឈប់ប្រើបាទដោយនៅប្រទេសមួយចំនួនគាត់លក់ចង់មានសិទ្ធិទិញឡានតទិញសិទ្ធិទិញឡានបានន័យថាទិញគេហៅថាអាជ្ញាប័ណ្ណទិញឡាននៅស្រុកខ្មែរចង់ទិញឡានមួយអត់មានទិញអាជ្ញាប័ណ្ណទេណាដូចនៅសិង្ហបុរីអាជ្ញាប័ណ្ណទិញឡានមួយពេលខ្លះថ្លៃជាងឡានផងខ្ញុំសួរថ្ងៃមុនមួយដូច$10,000សិង្ហបុរីបានន័យថាយើងចង់មានសិទ្ធិទិញឡានមួយគ្រឿងចង់ឡានស្អីក៏ដោយចង់អាឡាន$1,000 $2,000 $10,000 $20,000គេអត់គិតទេមុននឹងមានសិទ្ធិឲ្យទៅទិញមានលុយក៏ដោយអត់មានសិទ្ធិទិញទេណាតលតែមានទិញគេហៅថាអាជ្ញាប័ណ្ណដើម្បីផ្ដល់សិទ្ធិឲ្យយើងទិញមួយគ្រឿងកម្ពុជាអត់មានសិទ្ធិមិនថាអត់មានផែនការអត់មានគម្រោងទេបន់ឲ្យតែប្រជាជនទិញឡានឲ្យច្រើនជិះទៅដើម្បីជួយដោះស្រាយបញ្ហាបើគាត់កាន់តែមានភាពទូធាគាត់មានសម្ភារៈដើម្បីសម្រួលជីវភាពរស់នៅប្រចាំថ្ងៃធ្វើដំណើរប្រចាំថ្ងៃកាត់បន្ថយពេលវេលានៃការដឹកជញ្ជូនរបស់គាត់យើងក៏លើកទឹកចិត្តឲ្យប្រជាពលរដ្ឋយើងរៀបចំអភិវឌ្ឍបន្ថែមនៅហេដ្ឋារចនាសម្ព័ន្ធសាធារណៈជូនយើងរៀបចំមធ្យោបាយដឹកជញ្ជូនសាធារណៈឡានក្រុងយើងរៀបចំបន្ថែមប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងសិក្សាពីប្រព័ន្ធ tram ពីអីតាមលទ្ធភាពដែលអាចធ្វើទៅបានហើយជាពិសេសនៅខាងក្រុងកន្លែងក្រុងថ្មីរៀបចំប្រព័ន្ធចរាចរណ៍ហើយខ្ញុំគិតថាការដោះស្រាយរឿងចរាចរណ៍កកស្ទះនេះមិនមែនតែត្រឹមរៀបចំកសាងផ្លូវបន្ថែមនោះទេយើងត្រូវគិតគូរអំពីការរៀបចំចរន្តនៃចរាចរណ៍ផងហើយរឿងនេះអាយដាមសាយសម្បាល់បានពិភាក្សាជាមួយនឹងអាដាមពេញពនីជាមួយក្រុងប្រឌិតមើលព្រោះបើសិនជាមនុស្សកាន់តែច្រើនយើងរៀបអត់មានលំដាប់លំដោយសណ្ដាប់ធ្នាប់វាស្ទះហើយប៉ុន្តែបើរៀបលំហូរបានល្អផ្លូវណាផ្លូវទិសតែមួយប្រមាណផ្លូវហើយរៀបបើថាល្អកុំរៀបតែមួយប្លុកគឺរៀបមកក្រុងតែម្ដងដើម្បីលំហូរព្រោះវាផ្ទះកន្លាព្រោះបើយើងរំដោះតែមកកន្លែងនេះចេញមកដល់ជាប់កដកដដែលចឹងបានថ្ងៃមុនខាងសាធារណការដឹកនាំប្រជុំជាមួយវិស័យឯកជនចង់សិក្សាអំពីការតភ្ជាប់ពីអរិយស័ព្ទបន្ថែមមកខាងភ្នំពេញខ្ញុំថាកន្លែងដែលចរាចរណ៍មកត្រូវគិតអ្នក design បានតែថាធ្វើម៉េចពេលចូលហើយពេលចេញកុំឲ្យស្ទះត្រូវហើយអានឹងធ្វើស្រួលណាស់ប៉ុន្តែកុំភ្លេចពេលដែលចេញមកនេះវាត្រូវស្ទះតាមចរន្តរួចទៅហើយអញ្ចឹងបើផ្លូវដែលតភ្ជាប់មកនឹងវាស្ទះរួចទៅហើយកុំយកអាកន្លែងហ្នឹងទៅដាក់ព្រោះអានឹងវាបង្កើនភាពកកស្ទះបន្ថែមបាទព្រោះបើសរសៃឈាមចូលក្នុងបេះដូងនឹងវាស្ទះនៅកន្លែងដើមដៃកន្លែងអីគេជួសជុលវាកន្លែងហ្នឹងហើយរៀបលំហូរវាមិនមែនមកតែក្នុងបេះដូងទេអញ្ចឹងហើយការគិតគូរទាំងអស់នេះគឺខ្ញុំគាំទ្រដែលក្រសួងដែនដីនគររូបនីយកម្មជាមួយមន្ទីរសាធារណការជាមួយរដ្ឋបាលរាជធានីភ្នំពេញជាមួយក្រសួងសាធារណការដឹកជញ្ជូនគិតគូរអាហ្នឹងបាទព្រោះឥឡូវផ្លូវយើងមិនអាចពង្រីកបន្ថែមទៀតទេពង្រីកអស់ហើយបាទកន្លែងខ្លះយើងពង្រួមសួនច្បារយើងពង្រួមចៅមកហើយនៅតែប៉ុណ្ណឹងយើងមិនអាចវាយផ្ទះចោលបានទេព្រោះប្រជាជនយើងរស់នៅព
ពេលជាមួយគ្នាចំនួនរថយន្តចំនួនឡានចំនួនម៉ូតូចំនួនរថយន្តក្រុងចំនួនអាផាសអាប់ចំនួនអាកង់3កាន់តែកើនអញ្ចឹងត្រូវមានការគិតគូរពីលំហូរបាទជាអៀតមែនមនុស្សច្រើនមែនតែបើលំហូរវាស្រួលអាហ្នឹងដូចផ្លូវមួយមនុស្សណែនអញ្ចឹងបើសិនជាផ្លូវហ្នឹងវាអត់កន្លងឡានបើកទេទៅឆ្វេងច្បាំគឺស្ទះហើយបុកគ្នាស្ទះហើយតែបើយើងរៀបដូចគ្នាអញ្ចឹងការរៀបចំលំហូរនេះគឺការគិតគូរនេះគឺត្រូវគិតគូរជាពិសេសនៅក្នុងទីក្រុងចាស់របស់យើងទេគិតគូរមកក្រុងភ្នំពេញតែម្ដងផ្លូវណាដែលត្រូវមកទិសផ្លូវណាដែលត្រូវមកវាឆ្ពោះទៅដល់ណាបាទជំតាននេះគឺជាមធ្យោបាយមួយបន្ថែមទៀតនៅក្នុងគិតគូរហើយតភ្ជាប់មកដូចគ្នាលំហូរពីខាងខេត្តកណ្ដាលពីផ្លូវកវ៉ាត់ក្រុងចូលយ៉ាងម៉េចអីយ៉ាងម៉េចកន្លែងណាដែលរថយន្តធំត្រូវប្រើម៉ោងណាកន្លែងណាដែលរថយន្តដឹកទំនិញអាចមានសិទ្ធិឆ្លងកាត់ហើយឆ្លងកាត់កន្លែងដែរអានឹងវាត្រូវការគិតគូរបែបនេះអញ្ចឹងការកសាងសមិទ្ធផលបន្ថែមទៅទីនេះយើងនឹងបន្តមានតទៅទៀតនៅសមិទ្ធផលថ្មីដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋរបស់យើងហើយជាពិសេសការរៀបចំការដឹកជញ្ជូនសាធារណៈគឺជាការដឹកជញ្ជូនរយៈពេលវែង